គ្នាបងជីកន្លងមកផងដែរកម្មវិធីបរិបទឯងតែងតែមានការរិះគន់និងសរសើរផងដែរណាមួយយើងជាជើងថ្មីសម្រាប់កម្មវិធីនេះផងដែរខ្លាចនឹងការរិះគន់ទេអត់ខ្លាចទេបងដោយសារមកប្រឡងហ្នឹងដាក់ចិត្តដាក់កាយតែការដើរតាមក្តីសម័យតែងតែមានមតិលើកទឹកចិត្តនិងបាក់ទឹកចិត្តអីបងតែយើងត្រូវទទួលយកអ្វីដែលល្អអ្វីដែលគេថាមិនល្អយើងត្រូវបើយើងចង់បានស្បែកសឲ្យមានសុវត្ថិភាពចាំខ្ញុំណែនាំជាមួយនឹងលេធាមវាយមេប្រាក់ជាមួយនឹងស្ប៉ាស្បែកមាសបងប្អូនប្រើតាំងពីមុខនេះចូលគ្នាជួយពន្លឺស្បែកយ៉ាងឲ្យសលឿនសបែបមានសុវត្ថិភាពមានសំណើមភ្លឺចេញពីខាងក្នុងតែម្ដងតែដែលបានផលលេធាមវាយមេប្រាក់ហើយគឺស្បែកសមាត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចជាពិសេសគឺស្បែកដែលងាយរងប្រតិកម្មជំរាបសួរបងប្អូនអរគុណច្រើនដែលបានផ្ដល់កិច្ចសភាជាមួយក្រុមសារព័ត៌មានខាងបងហើយបងចង់ដឹងពីឈ្មោះក៏ដូចជាការណែនាំបងប្អូនផងឲ្យទស្សនិកជនបានស្គាល់បាទបងខ្ញុំបាទឈ្មោះធាភិរតជាបេក្ខភាពផ្លូវការ Mr International ឆ្នាំ2025បងមានលេខរៀងទីម៉ានមានលេខរៀង08បងចង់ដឹងពីចំណាប់អារម្មណ៍ទីមូលហេតុនេះបានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីមួយនេះមូលហេតុខ្ញុំដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីមួយនេះដោយសារខ្ញុំពេញចិត្តក្នុងកម្មវិធីមួយនេះគាត់បែងចែកពេលវេលាឲ្យបេក្ខភាពមានពេលវេលាច្បាស់លាស់ល្អហើយនឹងខ្ញុំចង់ទទួលបានបទពិសោធន៍និង experience ថ្មីផងដែរបងធ្លាប់ចូលរួមកម្មវិធីប្រឡងបរិបទឯកន្លងមកដែរទេអត់ទេបងលើកទី1បងលើកទី1តែម្ដងបាទបងបាទហើយយ៉ាងម៉េចដែរភ័យអត់មានអារម្មណ៍ថាភ័យផងសប្បាយចិត្តផងហើយនឹងរំភើបដោយសារទទួលបានមេរៀននិង experience ថ្មីជាច្រើនបងដែលយើងអត់ធ្លាប់ជួបមានឃើញបេក្ខភាពដៃគូប្រជែងយើងដែរទេឃើញបងពួកគាត់សិតតែល្អនិងមានបទពិសោធន៍ច្រើនមានដឹងថាអ្នកខ្លះធ្លាប់ជាជើងចាស់ហើយខ្លះមានខ្លះជា top អ្នកសម្រាប់ top មានបងមានធ្លាប់ឃើញបងហើយគាត់ជា fan របស់គាត់ម្នាក់ដែរហើយមកចូលរួមហ្នឹងដោយសារចង់បានទទួលបទពិសោធន៍ពីពួកគាត់ផងដែរបងតាំងចិត្ត100%ដល់ពេលឃើញចឹងឃើញតាំងចិត្ត50បង50បាទបងមិនភ័យទេភ័យផងអផងសប្បាយចិត្តផងដែលបានជួប idol ចឹងបងបាទងាកមកសំណួរជីវិតឯកជនដូចជាប្រវត្តិផងដែរតើបញ្ចប់ការសិក្សានៅណាដែរបញ្ចប់ថ្នាក់សិក្សាធម្មវិទ្យាល័យបងធម្មវិទ្យាល័យទេតែឥឡូវមានធ្វើការងារខាងក្រៅទេឬយ៉ាងណាធ្វើការខាងស្ថាគារបងអូផ្នែកស្ថាគារបាទបងបាទហើយសម្រាប់ការប្រឡងមួយនេះយ៉ាងម៉េចដែរគឺថាត្រៀមខ្លួនបានយ៉ាងណាហើយធ្លាប់ថាដើរធ្លាប់បង្ហាញរៀងធ្លាប់ធ្វើការងារ model ទេឬយ៉ាងណាដែរធ្លាប់ដើរតាមគេពីមុនមកដែរបងអញ្ចឹងហ៎ធ្លាប់មានបទពិសោធន៍ទួចទេបាទបងបាទទៅត្រូវការฝึกហាត់បន្ថែមទៀតសម្រាប់ការប្រកួតមួយនេះបាទបងបាទលើសតការប្រកួតនេះនៅរយៈពេលតែមួយខែទេអាចស៊ូរួចអត់មកទៅអាចបងបាទអាចស៊ូបានណាបាទចង់ដឹងមួយទៀតផងដែរបងប្រុសនៅជានៅខេត្តណាដែរនៅកំពង់ចាមបងនៅកំពង់ចាមតែម្ដងបងបាទតស៊ូមែនតើមកដល់ភ្នំពេញបាទបងបាទបងចង់ដឹងមួយទៀតផងដែរយល់យ៉ាងណាដែរសម្រាប់កម្មវិធីមួយនេះដែលដំណើរការចូលឆ្នាំទី2ហើយសម្រាប់នៅក្នុងឆ្នាំ2025យើងនៅខេត្តព្រះវិហារគឺល្អខ្លាំងបងកម្មវិធីគាត់តែងតែ focus លើបេក្ខភាពធ្វើមិនសេរីឲ្យបេក្ខភាពមានពេលវេលាច្បាស់លាស់ហើយមកចូលរួមឲ្យបានគ្រប់គ្នាបងជីកន្លងមកផងដែរកម្មវិធីបរិបទឯងតែងតែមានការរិះគន់និងសរសើរផងដែរណាមួយយើងជាជើងថ្មីសម្រាប់កម្មវិធីនេះផងដែរខ្លាចនឹងការរិះគន់ទេអត់ខ្លាចទេបងដោយសារមកប្រឡងហ្នឹងដាក់ចិត្តដាក់កាយតែការដើរតាមក្តីសម័យតែងតែមានមតិលើកទឹកចិត្តនិងបាក់ទឹកចិត្តអីបងតែយើងត្រូវទទួលយកអ្វីដែលល្អអ្វីដែលគេថាមិនល្អយើងត្រូវបើគិតថាមិនល្អហើយយើងត្រូវកែតាមបងប្អូនដែលគាត់ឲ្យយោបល់យើងអញ្ចឹងបងដោយសារគាត់ឲ្យយោបល់យើងគាត់ចង់ឲ្យយើងល្អដែរអញ្ចឹងបាទអរគុណច្រើនមែនតើជាសំណួរចុងក្រោយផងដែរតើមានសារអីផ្ដាំផ្ញើទៅដល់អ្នកស្រឡាញ់គ្រប់គ្រងយើងផងដែរសម្រាប់ការគ្រប់គ្រងយើងការប្រកួតមួយនេះផងដែរបាទជាដំបូងសូមអរគុណដល់បងប្អូននិងមិត្តដែលតែងតែលើកទឹកចិត្តនិងជំរុញឲ្យមកប្រឡងហើយនិងអរគុណដល់ fan ដែលតែងតែ like share និងរូបខ្ញុំបាទ thank you សម្រាប់ការ support to me បាទអរគុណច្រើនបងប្រុសជូនពរជោគជ័យ SBC 369 website មាន game សប្បាយច្រើនបើមន់ជុលបៀបាការ៉ាត់បើ account ទទួលបាន 5% ធានានៅសុវត្ថិភាពខ្ពស់ 100%